ថ្ងៃនេះយើងនឹងរៀនជាមួយគ្នាបាទអំពីបាទចំនួនលោកណូអេបាទយើងមានប្រហែលជា 4-5 សេចក្តីអធិប្បាយតាក់ទងនឹងរឿងណូអេបាទឥឡូវរឿងឡុតយើងបានបញ្ចប់ទៅហើយបាទហើយរឿងទាំងពីរនេះបាទគឺជាខូដតាក់ទងអំពីថ្ងៃចុងក្រោយចឹងហើយបានជាដោយព្រោះតែរឿងទាំងពីរនេះគឺជាខូដតាក់ទងនឹងថ្ងៃចុងក្រោយបានជាយើងត្រូវការសិក្សាដោយលម្អិតលោកអ្នកបងប្អូនដែលមិនបានមកថ្វាយបង្គំព្រះអង្គនៅថ្ងៃអាទិត្យឬលោកអ្នកបងប្អូនដែលបានចង់ស្ដាប់សេចក្តីអធិប្បាយនេះសារឡើងវិញសូមចូលទៅក្នុង YouTube បាទដើម្បីនឹងមើលឡើងវិញពីព្រោះយើងបានដាក់នៅក្នុង YouTube រាល់គ្រប់ទាំងសេចក្តីអធិប្បាយដែលយើងបានអធិប្បាយទាំងអស់បាទឥឡូវនេះយើងមានប្រហែលជា130សេចក្តីអធិប្បាយបាទដែលយើងបានដាក់នៅក្នុង YouTube បាទអញ្ចឹងលោកអ្នកបងប្អូនអាចមើលចាប់តាំងពីឆ្នាំ2011មកបាទហេតុផលដែលយើងត្រូវយករឿងណូអេបាទនេះមកធ្វើការសិក្សាបាទពីព្រោះរឿងរ៉ាវដែលតាក់ទងមុនពេលដែលទឹកជន់លិចហើយរឿងរ៉ាវដែលកើតឡើងក្នុងអំឡុងពេលដែលទឹកជន់លិចហើយនឹងរឿងរ៉ាវដែលកើតឡើងក្រោយពេលដែលទឹកជន់លិចបាទគឺបង្កប់នៅខូដអំពីថ្ងៃចុងក្រោយបង្កប់នៅលេខសម្ងាត់បង្កប់នៅបាព័ត៌មានដែលតាក់ទងនឹងថ្ងៃចុងក្រោយពីការយាងមកវិញជាលើកទី2របស់ព្រះគ្រីស្ទដូច្នេះហើយបាទហើយរឿងនេះទាំងមូលបើលោកអ្នកបងប្អូនចង់មើលលោកអ្នកបងប្អូនអាចមើលឡើងវិញនៅក្នុងព្រះគម្ពីរលោកុបាទជំពូក6ជំពូក7និងជំពូក8បាទលោកអ្នកបងប្អូនអាចមើលនៅក្នុង3ជំពូកនេះនៅពេលដែលលោកអ្នកបងប្អូនត្រឡប់ទៅផ្ទះវិញបាទស្ដីអំពីរឿងរ៉ាវដែលតាក់ទងនឹងទស្សនវិជ្ជាទាំង3នៅក្នុងចំនួនលោកណូអេបាទអ្វីដែលខ្ញុំចង់ឲ្យលោកអ្នកបងប្អូនសិក្សាលម្អិតនៅថ្ងៃនេះតាក់ទងទៅនឹងមនុស្ស10ចំនួនចាប់តាំងពីលោកណូអេចាប់តាំងពីលោកអាដាមរហូតដល់លោកណូអេបាទអ្វីដែលយើងមិនដែលធ្លាប់ឮពីមុនមកគឺថាពួកគេទាំងអស់សុទ្ធតែជាមនុស្សស្គាល់គ្នាស្ទើរតែ10ចំនួនបាទហើយពួកគេប្រហែលជារស់នៅក្បែរគ្នាហើយពួកគេស្គាល់គ្នាហើយគេហុចបន្តដំណឹងល្អពីម្នាក់ទៅកាន់ម្នាក់បាទអញ្ចឹងហើយបានជាថ្ងៃនេះបាទយើងចង់ឲ្យលោកអ្នកបងប្អូនហេតុផលដែលពួកគេអាចស្គាល់គ្នាបាទដោយសារតែពួកគេមានអាយុវែងបាទអាយុពួកគេជាមធ្យមរហូតទៅដល់900ឆ្នាំបាទបើប្រៀបធៀបជាមួយនឹងយើងនាពេលបច្ចុប្បន្នខុសគ្នាឆ្ងាយណាស់បាទហើយអាយុខ្លីនេះបើជាផុសតាងមួយដែលបង្ហាញថាដោយសារតែយើងមានអំពើបាបនៅពេលដែលអំពើបាបបានកោផ្ដុំកាន់តែច្រើនយ៉ាងណាអាយុរបស់ផងមនុស្សក៏កាន់តែខ្លីយ៉ាងដូចនេះហេតុផលដែលព្រះទ្រង់កាត់អាយុមនុស្សឲ្យខ្លីទៅដើម្បីកុំឲ្យមនុស្សមានឱកាសធ្វើបាបតទៅទៀតបាទព្រះអង្គទុកអ្នកដែលស្រឡាញ់គោរពកោតខ្លាចព្រះឲ្យវែងជាងពីព្រោះដើម្បីឲ្យនាំដំណឹងល្អហើយព្រះអង្គកាត់អ្នកដែលប្រព្រឹត្តអំពើបាបឲ្យអាយុខ្លីជាងដើម្បីកុំឲ្យគេមានឱកាសនាំអ្នកដទៃទៀតឲ្យបានធ្វើបាបកាន់តែច្រើនឡើងបាទការសិក្សាបានបង្ហាញថានៅសម័យលោកណូអេនោះពិភពលោកទាំងមូលបាទមានចំនួនអាចនឹងប្រហាក់ប្រហែលនាពេលបច្ចុប្បន្នគឺចន្លោះពី5000លានទៅ10,000លានអ្នកបាទនេះតាមរយៈការសិក្សាបាទលោកអាដាមបាទរហូតទៅដល់ឡាមេកនៅចំនួនទី9បាទពួកគេបានរស់នៅស្គាល់គ្នារហូតដល់56ឆ្នាំលោកអ្នកបងប្អូនអស់ចាស់ទេលោកអាដាមគឺជាមនុស្សចំនួនទី1នៅក្នុងពងសាវតាក្នុងព្រះគម្ពីរលោកុបាទលោកឡាមេកគឺជាមនុស្សចំនួនទី9ពីព្រោះលោកណូអេជាមនុស្សចំនួនទី10ហើយលោកអាដាមដែលជាមនុស្សចំនួនទី1គឺជាមនុស្សដែលព្រះទ្រង់បានបង្កើតនិងលោកណាមេកដែលជាមនុស្សចំនួនទី9មុនពេលលោកណូអេអ្នកទាំងពីរអ្នកនេះបាទមិនមែនត្រឹមតែស្គាល់គ្នាទេប៉ុន្តែលោកអាដាមនិងឡាមេកបានរស់នៅជាមួយគ្នានៅក្នុងពេលវេលាតែមួយ56ឆ្នាំតាមបានទេបាទនេះជាការសិក្សាដែលមានលក្ខណៈច្បាស់លាស់មិនមែនជាតែនិយាយទេលោកអាដាមបាទបានស្លាប់នៅឆ្នាំ57ឆ្នាំក្រោយពីព្រះបានលើកលោកហេណុកឡើងទៅតើគាត់ស្គាល់លោកហេណុកទេតើហេណុកស្គាល់អាដាមទេតើអាដាមស្គាល់ហេណុកទេពីព្រោះពួកគេរស់នៅក្នុងពេលវេលាតែមួយ57ឆ្នាំជាមួយគ្នាអ្វីដែលខ្ញុំនាំព័ត៌មានលោកអ្នកបងប្អូនមើលថ្ងៃនេះដើម្បីឲ្យដឹងថាពួកគេស្គាល់គ្នាទាំងអស់បាទលោកណូអេបានកើត69ឆ្នាំក្រោយពីព្រះបានលើកលោកហេណុកឡើងទៅបាទហេណុកលើកឡើងទៅបាន69ឆ្នាំលោកណូអេក៏ចាប់តាមកើតមកបាទហើយលោកណូអេកើតក្រោយលោកអាដាមស្លាប់126ឆ្នាំយើងឃើញទេមនុស្សចំនួនទី10ហើយនឹងមនុស្សចំនួនទី1បាទពួកគេខុសគ្នាតែជាង100ឆ្នាំអាដាមស្លាប់បាត់126ឆ្នាំណូអេចាប់តាមកើតមក
បាទហើយតមកទៀតយើងឃើញទឹកជន់លិចបាទកើតឡើងប្រមាណជា726ឆ្នាំក្រោយពីអាដាមស្លាប់ពេលដែលអាដាមស្លាប់ទៅ700ឆ្នាំជាងក្រោយមកបានទឹកចាប់ដើមជន់លិចនៅចំនួនទី10នេះខ្ញុំគ្រាន់តែឲ្យព័ត៌មានហើយព័ត៌មាននេះមិនងាយចាំទេតែលោកអ្នកបងប្អូនស្ដាប់ឡើងវិញនៅក្នុងអត្ថបទអธิบายលោកម៉ូធូសាឡាបាទរស់នៅលោកម៉ូធូសាឡាគឺជាមនុស្សចំនួនទី8បាទលោករស់នៅរហូតដល់ឆ្នាំ1600បាទ1656បាទលោកស្លាប់មុនទឹកលិចប្រហែលជាមួយសប្តាហ៍ប៉ុណ្្នឹងឯងបាទលោកអ្នកបងប្អូនចាំទេហេតុអីបានជាព្រះគម្ពីរនិយាយប្រាប់ថានៅបាទមួយសប្តាហ៍ទៀតអញនឹងទម្លាក់ភ្លៀងមកលើផ្ទៃមេឃនិងផែនដីអញទម្លាក់ភ្លៀងដើម្បីពន្លិចផែនដីហេតុអីបានព្រះអង្គទុក7ថ្ងៃទៀតតាមការសិក្សាស្រាវជ្រាវនោះប្រហែលជាបុណ្យខួបបុណ្យសពរបស់លោកឡាំបាទលោកម៉ូធូសាឡាបាទអញ្ចឹងព្រះអង្គសពតិឲ្យលោកណូអេបានរៀបចំញាតិសន្តានរបស់គាត់ចាប់សពគ្រប់ហើយគាត់ឡើងទូកហើយភ្លៀងក៏ធ្លាក់ចុះមកបាទគឺឆ្នាំ1656នោះឯងបាទនៅថ្ងៃទី17ខែ2នោះគឺជាថ្ងៃជាក់លាក់នៃទឹកជន់លិចផែនដីនេះគឺមានន័យថា1656ឆ្នាំបន្ទាប់ពីពេលដែលអាដាមបានកើតបាទសឹមបាទរស់នៅជន់គ្នាជាពេលវេលាជាមួយនឹងលោកម៉ូធូសាឡារហូតដល់98ឆ្នាំសឹមគឺជាកូនបងរបស់លោកណូអេគាត់ស្គាល់ដល់ជាតាទូតរបស់គាត់គឺលោកម៉ូធូសាឡាហើយក៏រស់នៅពេលវេលាតែមួយរហូតដល់98ឆ្នាំបាទហើយជន់គ្នាជាមួយនឹងលោកឡាមេកដែលជាមនុស្សចំនួនទី9រហូតដល់93ឆ្នាំយើងឃើញពេលវេលាតើពួកគេស្គាល់គ្នាឬអត់បាទ10ចំនួនចាប់ពីលោកណូអេពួកគេបានរស់នៅរហូតដល់កំណើតរបស់លោកអាប់រ៉ាហាំណាបាទ10ចំនួនចាប់តាំងពីលោកណូអេមកមានន័យថារាប់ពីលោកណូអេមក10មនុស្ស10ចំនួនតគ្នាហ្នឹងពួកគេរស់នៅរហូតដល់ថ្ងៃអាប់រ៉ាហាំកើតអានេះនិយាយបាទមានន័យថាអាប់រ៉ាហាំជាចំនួនទី20អាដាមចំនួនទី1លោកណូអេចំនួនទី10បាទហើយរាប់ពីណូអេទៅដល់អាប់រ៉ាហាំចំនួន10ចំនួនទៀតគឺចំនួនទី20ចាប់តាំងពីលោកណូអេដែលជាចំនួនទី10ហ្នឹងទៅ10ចំនួនទៀតរហូតដល់លោកអាប់រ៉ាហាំពួកគេស្គាល់នេះទាំងអស់បាទលោកណូអេរស់នៅ58ឆ្នាំជាមួយនឹងលោកអាប់រ៉ាហាំតាមឯកសារបានបង្ហាញថាអាប់រ៉ាហាំស្គាល់ព្រះដោយសារគាត់នៅជាមួយណូអេយ៉ាងហោចជិត20ឆ្នាំគាត់នៅជាមួយអេនិងនៅជាមួយលោកសឹមបាទលោកម៉ូធូសាឡានិងលោកឡាមេករស់នៅបន្ទាប់ពីការបើកសម្ដែងឲ្យសង់ទូកបាទមានន័យថាការសង់ទូកមិនមែនតែលោកអាប់រ៉ាហាំម្នាក់ឯងទេដែលដឹងមែនតែនអ្នកដែលទទួលការបើកសម្ដែងមុនគេគឺលោកអាដាមបន្ទាប់ពីពេលដែលអាដាមមានបាបព្រះជាម្ចាស់មានបន្ទូលថាព្រះអង្គនឹងនាំបាននៅការជំនុំជម្រកដ៏ធំអស្ចារ្យពីរលើកមកលើផែនដីម្ដងដោយសារទឹកម្ដងដោយសារភ្លើងបាទហើយអាដាមក៏ដឹងមុនគេហើយជាមួយគ្នាតាក់ទងទៅនឹងគម្រោងនៃការសង់ទូកលោកម៉ូធូសាឡាដែលជាកូនលោកហេណុកនិងឡាមេកដែលជាកូនរបស់គាត់ក៏បានដឹងអំពីការនោះដែរពួកគេគ្រាន់តែមិនដឹងពេលជាក់លាក់ប៉ុណ្ណោះប៉ុន្តែពួកគេបានដឹងអំពីគម្រោងការទាំងអស់បាទហើយលោកទាំងពីរគឺជាអ្នកសង់ទូកបាទជាមួយនឹងលោកបាទលោកណូអេលោកឡាមេកស្លាប់5ឆ្នាំមុនពេលដែលទឹកជន់លិចចំណែកលោកម៉ូធូសាឡាស្លាប់មុនប្រហែលជាមួយសប្តាហ៍ប៉ុណ្ណឹងឯងយើងឃើញបាទនេះជាពេលវេលាបាទបុព្វបុរសដែលរស់នៅឃើញលោកអាប់រ៉ាហាំបាទមាន3នាក់បាទគឺអ្នកណាអ៊ីសាក់បាទយ៉ាកុបមានអ្នកណាខ្លះអញ្ចឹងមនុស្សដែលបានរស់នៅឃើញកូនចៅលោកអាប់រ៉ាហាំមានអាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបមនុស្ស3ចំនួនដែលព្រះទ្រង់បានជ្រើសរើសដើម្បីបង្កើតរាជសន្យាខាងឯសាច់ឈាមលោកសឹមដែលជាមនុស្សចំនួនទី11បានឃើញមនុស្ស3ចំនួនទាំងអស់នេះអាយកោនៃជំនឿគឺមានន័យថាសឹមគាត់បានបាទរស់នៅគាត់ស្គាល់អាប់រ៉ាហាំគាត់ស្គាល់អ៊ីសាក់ហើយគាត់ស្គាល់យ៉ាកុបសឹមដែលជាកូនច្បងរបស់លោកណូអេស្រាប់ឲ្យតន់ណាសេឡាដែលជាមនុស្សចំនួនទី13ពួកគាត់ក៏បានស្គាល់លោកអាប់រ៉ាហាំអ៊ីសាក់និងលោកយ៉ាកុបដែរបាទហេបឺដែលជាមនុស្សចំនួនទី14
គាត់ក៏បានរស់នៅបាទដោយស្គាល់អាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបតើលោកអ្នកបងដឹងទេនៅពេលដែលលោកថេរ៉ាដែលជាឪពុកលោកអាប់រ៉ាហាំហើយនឹងលោកអាប់រ៉ាហាំផ្ទះគាត់ដំបូងនៅណាផ្ទះដំបូងនៅទីក្រុងនៅស្រុកខាល់ដេមែនចឹងអត់ពេលដែលគាត់ធ្វើដំណើរចេញពីតើព្រះត្រាស់ហៅអ្នកណាឲ្យចេញពីទីក្រុងមិនមែនត្រាស់ហៅអាប់រ៉ាហាំទេត្រាស់ហៅថេរ៉ាត្រាស់ហៅឪពុកអាប់រ៉ាហាំមើលអត្ថបទព្រះគម្ពីរឡើងវិញអញ្ចឹងពួកគេបានចាប់ផ្ដើមចេញពីទីក្រុងពួកគេទៅស្នាក់នៅកន្លែងណាពួកគេបានទៅស្នាក់នៅតំបន់មួយឈ្មោះហឺរ៉ាន់បាទអញ្ចឹងហឺរ៉ាន់បើយើងគិតពីមកទឹកដីកាណាន់ហឺរ៉ាន់នៅកណ្ដាលផ្លូវពួកគេបានចេញដំណើរមកលោកនាងប្អូនដឹងទេតើហឺរ៉ាន់នៅជាអាណាចក្ររបស់អ្នកណាហឺរ៉ាន់នោះប្រហែលជាអាណាចក្ររបស់លោកហេបឺនេះឯងលោកហេបឺហើយនឹងកូនចៅដទៃផ្សេងទៀតរបស់លោកណូអេបាទដែលកើតតក្រោយចំនួនមកពួកគេចាប់ផ្ដើមមានចំនួននៅក្នុងគ្រួសាររបស់ផងគេពីព្រោះពួកមនុស្សទាំងអស់នោះគេមានគម្រោងដើម្បីនឹងសាងសង់ប៉មបាបិលហើយថ្វាយបង្គំដល់ពួកអរុគអរិយអ្នកតាហេបឺជាមនុស្សស្រឡាញ់គ្រប់កោខ្លាចព្រះហើយក៏ចាប់ផ្ដើមមានចំនួនជាមួយគេបាទហើយគាត់អត់យល់ព្រមនឹងគម្រោងការទាំងអស់នេះហើយគាត់ក៏បានដឹកនាំអស់អ្នកទាំងឡាយដែលស្រឡាញ់ហើយគោរពកោតខ្លាចព្រះឆ្លងកាត់ទន្លេអឺប្រាតបាទដើម្បីទៅបង្កើតអាណាចក្រថ្មីសម្រាប់ពួកអ្នកជឿគឺនៅហឺរ៉ាន់នេះឯងបាទហើយទុកឲ្យអីគេនីមរ៉តនិងអ្នកដទៃផ្សេងទៀតដែលគេបះបោទាស់ជាមួយព្រះគេនៅស៊ីនឺដើម្បីនឹងសាងសង់ប៉មបាបិលដូច្នេះបានជានៅពេលដែលលោកហារ៉ាន់បាទនៅពេលដែលលោកថេរ៉ាហើយនឹងអាប់រ៉ាហាំនេះគាត់នៅគឺនៅក្បែរស្រុកស៊ីនឺនៅក្បែរប៉មបាបិលហ្នឹងឯងហើយតាមឯកសារបានបង្ហាញថាថេរ៉ាដែលជាឪពុកលោកអាប់រ៉ាហាំគាត់មានមុខរបរជាជាងចម្លាក់រូបព្រះមិនមែនគ្រាន់តែថ្វាយអង្គមរូបព្រះទេគាត់ជាជាងចម្លាក់រូបព្រះទៀតប៉ុន្តែព្រះបានត្រាស់ហៅគាត់បាទហើយគាត់ក៏បានធ្វើដំណើរទៅហារ៉ាន់ហើយតាមឯកសារបានបង្ហាញថាទីក្រុងហារ៉ាន់នោះឯងគឺជាអាណាចក្ររបស់លោកហេបឺនៅពេលដែលលោកហេបឺចាប់ផ្ដើមលែងចុះសម្រុងជាមួយនឹងបាទកូនចៅដទៃផ្សេងទៀតគាត់ក៏បានធ្វើដំណើរឆ្លងកាត់លោកអ្នកបងប្អូនដឹងទេថាពាក្យហេប្រឺមកពីពាក្យណាយើងហៅជនជាតិយូដាថាជាហេប្រឺបាទបាទយើងហៅជនជាតិយូដាថាជាសាសហេប្រឺបាទហេតុអីបានយើងហៅជនជាតិយូដាជាសាសហេប្រឺហេប្រឺនេះមកពីឫសកែវនៃពាក្យហេបឺហេបឺនេះគឺជាឈ្មោះមនុស្សនៅចំនួនទី14គឺជាអ្នកដែលធ្វើបដិវត្តផ្នែកជំនឿមុនគេក្នុងការប្រឆាំងជាមួយអ្នកសង់ប៉មបាបិលបាទតើពាក្យហេប្រឺមានន័យថាម៉េច cross the river ឆ្លងទន្លេអញ្ចឹងទន្លេអឺប្រាតគឺអីគេខាងកើតទន្លេអឺប្រាតបាទទីក្រុងនិងស្រុកស៊ីនឺនឹងឯងគឺជាពួកដែលថ្វាយបង្គំអរុគអរិយអ្នកតានិងពលបរិវារលើមេឃគេសង់ប៉មប៉ុន្តែអ្នកដែលគោរពកោតខ្លាចព្រះពួកគេដើរឆ្លងទន្លេអឺប្រាតទៅខាងទឹកដីខាងលិចបាទហើយបង្កើតអាណាចក្រថ្មីគឺអាណាចក្រហេបឺដែលហារ៉ាន់នេះឯងហើយកន្លែងនោះឯងអញ្ចឹងហើយបានជាគេហៅអ្នកដែលឆ្លងទន្លេចេញពីប៉មបាបិលចេញពីស្រុកស៊ីនឺចេញពីទីក្រុងបាទទៅកាន់អាណាចក្រមួយទៀតហ្នឹងថាជាពួកហេប្រឺពីព្រោះអីគឺមានន័យថាជាអ្នកឆ្លងទន្លេគឺជានិមិត្តរូបនៃការអីគេបោះបង់ចោលក្រុមគ្រួសារញាតិមិត្តញាតិសន្តានបោះបង់ចោលជំនឿសាសនាបោះបង់ចោលប្រពៃទំនៀមទម្លាប់បោះបង់ចោលជីវិតចាស់ដើម្បីឆ្លងទន្លេដែលតំណាងឲ្យព្រំប្រទល់នៃការសម្រេចចិត្តដើម្បីដើរចូលក្នុងអាណាចក្រព្រះហើយគ្រប់ទាំងការសម្រេចចិត្តទាំងអស់សិតតែឆ្លងទន្លេឆ្លងសមុទ្រទាំងអស់នៅពេលដែលព្រះជាអង្គម្ចាស់នាំជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីបយើងឃើញមុនពេលដែលពួកគេចូលមកធ្វើជាប្រជារបស់ផងព្រះជាអង្គម្ចាស់ហើយជួបព្រះនៅភ្នំស៊ីណាយពួកគេឆ្លងសមុទ្រក្រហមនៅពេលដែលលោកយូស្វេបាននាំប្រជាជនអ៊ីស្រាអែលធ្វើដំណើរបាទដើម្បីចូលយកទឹកដីសន្យាពួកគេឆ្លងទន្លេយ៉ូដានអស់អ្នកដែលទទួលព្រះយេស៊ូវធ្វើជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះសុទ្ធសឹងតែជាមួយទឹកទាំងអស់បាទ
នេះគឺជាអត្តន័យតែមួយគឺជានិមិត្តរូបអំពីការសម្រេចចិត្តដើម្បីនឹងដើរជាមួយព្រះជាអម្ចាស់បាទហើយឬកែវវាមានប្រវត្តិយ៉ាងដូចនេះបុព្វបុរសដែលបានស្លាប់ក្រោយអាប់រ៉ាហាំមានសឹម35ឆ្នាំអស្ចារ្យទេអាប់រ៉ាហាំអាយុ175អាប់រ៉ាហាំស្លាប់ទៅបាត់ហើយសឹមនៅរស់បន្ត35ឆ្នាំទៀតបាទខ្ញុំបានប្រាប់មុននេះអំពីអីគេប្រាប់ថាលោកអាប់រ៉ាហាំបានរស់នៅជាមួយនឹងលោកណូអេនិងសឹមយ៉ាងតិចពី17ទៅ20ឆ្នាំបាទបើសិនជាគេរស់ជាមួយលោកណូអេពី17ទៅ20ឆ្នាំបាទគឺលោកណូអេជាពិសេសសឹមនេះឯងជាអ្នកដែលជួយអីគេជាអ្នកដែលជួយឲ្យលោកអាប់រ៉ាហាំបានស្គាល់ព្រះជាម្ចាស់និងស្គាល់គម្រោងការរបស់ផងព្រះជាអម្ចាស់បាទនេះគឺជាអ្វីដែលព្រះបន្ទូលរបស់ផងព្រះជាអម្ចាស់បានបើកសម្ដែងបាទហើយមិនមែនតែសឹមមួយប៉ុណ្ណោះឯងបាទដែលគាត់រស់នៅក្រោយពីពេលដែលអាប់រ៉ាហាំស្លាប់រហូតដល់35ឆ្នាំបើសិនជាយើងមើលបាទយើងឃើញផងដែរថាអីគេយើងឃើញផងដែរថាមិនមែនតែសឹមប៉ុណ្ណោះប៉ុន្តែមានអ្នកដទៃផ្សេងទៀតបាទដែលរស់នៅបន្តបាទទៅទៀតក្រោយពេលលោកអ្នកបងប្អូនមើលនៅក្នុងអត្ថបទព្រះគម្ពីរទេអាប់រ៉ាហាំរស់បានតែ175ឆ្នាំចំណែកលោកសឹមរស់បានជាង400ឆ្នាំមែនចឹងអត់សឹមរស់បានជាង400ឆ្នាំមនុស្សក្រោយសម័យលោកណូអេបាទមានអ្នក600បន្ទាប់មកមានអ្នកជាង400ហើយបានជាង200បានដល់អាប់រ៉ាហាំអាយុ100បាទបានមកដល់លោកអាប់រ៉ាហាំដែលអាយុ175ឆ្នាំដូច្នេះបើយើងយកអាយុសឹមជាង400មកបូកបាទមកដកនឹងអាយុអាប់រ៉ាហាំ170ជាងបាទវាគឺជារឿងបាទវាមិនមែនជារឿងហួសហេតុនោះទេហើយឯកសារដែលយើងបាននិយាយមិនមែនគ្រាន់តែឯកសារទេបន្តិចទៀតខ្ញុំនឹងបង្ហាញជូនអ្នកបងប្អូនថាតើព័ត៌មានទាំងអស់នេះយើងបានយកពីណាមកគឺយើងយកពីប្រភពដើមរបស់ផងបាទក្បួនខ្នាតរបស់ផងជនជាតិអ៊ីស្រាអែលតែម្ដងបាទយើងឃើញលោកសេឡាបាទក៏រស់នៅ3ឆ្នាំក្រោយពីពេលលោកដែលលោកអាប់រ៉ាហាំបានស្លាប់ហើយលោកហេបឺបានរស់នៅរហូតដល់64ឆ្នាំក្រោយពីពេលដែលអាប់រ៉ាហាំបានស្លាប់ទៅក៏រស់នៅបន្តជាង60ឆ្នាំតទៅទៀតបាទនេះគឺជាអ្វីដែលព្រះបន្ទូលរបស់ផងព្រះម្ចាស់បានសម្ដែងដោយព្រោះតែមនុស្សទាំងអស់មានអាយុវែងបានជាពួកគេស្គាល់គ្នាទៅវិញទៅមកពួកគេបានដឹងនៅរឿងរ៉ាវគ្រប់យ៉ាងដូចតែអីគេដូចជាការបង្កើតផ្ទៃមេឃផែនដីដូចជាសួនអេដែនការធ្លាក់ចុះក្នុងអំពើបាបទឹកជំនន់ជាដើមពួកគេដឹងទាំងអស់បាទខ្ញុំតែងតែលើកទឹកចិត្តពួកជំនុំថាគ្មាននរណាម្នាក់បាទក្នុងចំណោមពួកគេដែលស្លាប់នៅក្នុងអំពើបាបរបស់ផងគេស្លាប់ទៅឬអត់បានសង្គ្រោះបាត់បង់សេចក្តីសង្គ្រោះដោយពួកគេខ្វះព័ត៌មានទេបាទពួកគេបាត់បង់សេចក្តីសង្គ្រោះដោយពួកគេអត់ជឿប៉ុណ្ណោះបាទរឿងពិសេសជានេះទៅទៀតឈ្មោះបុព្វបុរសទាំង10ជំនាន់នេះសុទ្ធតែបង្កប់នៅខ្លឹមសារយ៉ាងពិសេសឥឡូវនេះខ្ញុំឲ្យលោកអ្នកបងប្អូនមើលឈ្មោះទាំង10ជំនាន់មនុស្សជំនាន់ទី1អាប់រ៉ាហាំឈ្មោះរបស់គាត់អាដាមឈ្មោះរបស់គាត់មានន័យថាបុរសមនុស្សជំនាន់ទី2គឺលោកសេតបាទមានន័យថាជំរឿសឬជ្រើសរើសបាទមនុស្សទី3ឈ្មោះហេណុកបាទមានន័យថាអីគេបាទមានន័យថាឥតទៀងទាត់ឬក៏ស្លាប់បាទមនុស្សទី4ចំនួនទី4ឈ្មោះកាណានមានន័យថារងទុក្ខឬទុក្ខសោកបាទមនុស្សទី5ឈ្មោះមហាឡាឡែលគឺមានន័យថាម៉េចព្រះដែលប្រកបដោយព្រះពរណាមនុស្សចំនួនទី6លោកយ៉ារ៉េតបាទនិយាយអំពីអីគេការធ្លាក់ចុះបាទការចុះមកឬក៏ការធ្លាក់ចុះលោកហេណុកមនុស្សចំនួនទី7និយាយអំពីសេចក្តីបង្រៀនឬក៏ការបង្រៀនបាទមនុស្សចំនួនទី8ម៉ាធូសេឡាបាទជាកូនរបស់ហេណុកមានន័យថាម៉េចការស្លាប់របស់ផងគាត់បាននាំមកគួរឲ្យអស្ចារ្យទេព្រះគម្ពីរបានប្រាប់ថាលោកហេណុកបានរស់នៅបានអាយុ65ឆ្នាំហើយក្រោយមកស្រាប់តែជួបនៅព្រឹត្តិការណ៍អីមួយនៅក្នុងជីវិតគាត់ហើយគាត់ចាប់ផ្ដើមបោះបង់ចោលលោកីនេះគាត់បម្រើព្រះសុទ្ធសាធ300ឆ្នាំបន្ទាប់ពី300ឆ្នាំមកគាត់ចាប់ផ្ដើមត្រូវបានមនុស្សទី1ក្នុងប្រវត្តិសាស្ត្រដែលព្រះលើកទៅឋានសួគ៌ទាំងរស់លោកហេណុកតដែលនៅពេលដែលគាត់ចាប់ផ្ដើមរៀបការបង្កើតកូនគាត់ដាក់ឈ្មោះកូនប្រុសរបស់គាត់បាទឈ្មោះថាអីគេម៉ាធូសាឡាហើយគាត់ដាក់ដោយមានការដឹងជាក់ពីព្រោះលោកហេណុកបានទទួលការបើកសម្ដែងពីព្រះនៅឋានសួគ៌ថាហេណុកហើយបើបន្ទាប់ពីកូនឯងស្លាប់អញនឹងនាំមកនៅការជំនុំជម្រះ
ចឹងព្រះអង្គប្រាប់ថាកូនឯងនឹងរស់នៅអស់មួយអាយុតែនៅថ្ងៃណាដែលវាស្លាប់ថ្ងៃនោះក៏ជាពេលវេលាកំណត់ដែលអញត្រូវនាំការជំនុំជម្រះមកកាន់ផែនដីដោយទឹកដែរចឹងហើយបានជាក៏ដាក់កូនគាត់ឈ្មោះម៉ាធូសាឡាគឺមានន័យថាម៉េចការស្លាប់របស់ផងគាត់នឹងនាំមកអត់តអ្វីខ្ញុំចង់និយាយឡាម៉េកបាទមានន័យថា despairing ការអស់សង្ឃឹមបាទលោកណូអេមានន័យថាការសម្រាកឥឡូវនេះយើងផ្គុំពាក្យចូលគ្នាបាទប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យលោកអ្នកបងប្អូនតាមកំណត់ត្រារបស់ផងពួកយូដាបានបង្ហាញយ៉ាងច្បាស់ថានៅក្នុងចំណន់លោកណូអេនោះមនុស្សដែលសុចរិតហើយស្វែងរកព្រះពិតប្រាកដមានតែបុគ្គលពីរនាក់ប៉ុណ្ណោះគឺម៉ាធូសាឡានិងលោកណូអេបាទឥឡូវនេះយើងផ្គុំពាក្យគាត់ឡើងវិញបាទនេះជាពាក្យជាភាសាអង់គ្លេសរបស់ឈ្មោះមនុស្សទាំង10ដែលយើងយកមកដាក់បញ្ចូលគ្នាបាទ Man is appointed mortal sorrow the blessed God will come down teaching his death but bring the despairing rest បាទអ្វីដែលខ្ញុំបកប្រែនៅកន្លែងនេះមនុស្សបានកំណត់ឲ្យរងទុក្ខនិងសេចក្តីស្លាប់ព្រះដ៏មានប្របានយាងចូលមកដើម្បីបង្រៀនការសុគតរបស់ទ្រង់បាននាំឲ្យមនុស្សអស់សង្ឃឹមបានឈប់សម្រាកនិយាយអំពីអីនិយាយអំពីអង្គព្រះយេស៊ូវគ្រីស្ទយើងឃើញឈ្មោះមនុស្សទាំង10នាក់ហ្នឹងឯងគឺសុទ្ធតែមានន័យទាំងអស់នៅពេលដែលយើងចាប់ផ្ដើមយកឈ្មោះនោះផ្គុំចូលគ្នាយើងនឹងឃើញអំពីផែនការរបស់ព្រះថាតើមនុស្សយ៉ាងម៉េចព្រះយ៉ាងម៉េចណាបាទឥឡូវនេះគឺជាការបើកសម្ដែងរបស់ព្រះជាម្ចាស់ចំពោះលោកអាដាមហើយឯកសារនេះបានដកចេញពីសរខាងក្រោមបាទចេញអំពីអីគេប្រវត្តិសាស្ត្ររបស់យូដាដែលសរសេរដោយលោកយូសែពើសូមជម្រាបយូសែពើគឺជាទស្សនវិជ្ជាតែម្នាក់គត់របស់ជនជាតិយូដាដែលសរសេរនៅប្រវត្តិរឿងរ៉ាវជាច្រើនរបស់ជនជាតិយូដាហើយជាប្រភពតែមួយគត់ដែលពួកអ្នកអត់ជឿព្រះគេទុកចិត្តពីព្រោះគាត់លាសញ្ជាតិជនជាតិយូដាចូលសញ្ជាតិរ៉ូមបាទហើយជាមួយគ្នាគាត់មិនមែនជាអ្នកជឿដល់ព្រះជាម្ចាស់ហើយក៏មិនមែនជាអ្នកសាសនាដែរគាត់គ្រាន់តែជាអ្នកអក្សរសាស្ត្រប៉ុណ្ណោះដូច្នេះហើយបានជានៅពេលដែលឮឯកសារយូសែពើអ្នកដែលអត់ជឿគេទុកចិត្តពីព្រោះអីគេថាមនុស្សនេះនៅកណ្ដាលមិនជាអ្នកជឿអញ្ចឹងការកត់ត្រារបស់គាត់អាចយកចិត្តទុកបានតើលោកយូសែពើបានកត់ត្រាយ៉ាងម៉េចបាទលោកនៅក្នុងកំណត់ត្រាបានប្រាប់ថាម៉េចលោកអាដាមបានទាយទុកថាពិភពលោកនឹងបានត្រូវជួបប្រទះបាទម្ដងបាទដោយសារអីគេកម្លាំងដ៏ខ្លាំងក្លារបស់ផុងភ្លើងហើយម្ដងទៀតដោយសារបាទហិង្សាដែលនៃទឹកយើងឃើញដូច្នេះហើយលោកអាដាមបានធ្វើអីគេលោកអាដាមបានសង់ two pillar តាមដែលខ្ញុំដឹង two pillar នេះគឺពីរ៉ាមីត2ហើយពីរ៉ាមីតនោះប្រហែលជាពីរ៉ាមីតគីហ្សាដែលនៅប្រទេសបាទនៅប្រទេសអេស៊ីបសប្តាហ៍ថ្ងៃនេះពីរ៉ាមីតដែលធំនោះពីព្រោះពីរ៉ាមីតគីហ្សានេះគឺអត់មានអក្សរអ្វីទាំងអស់គឺសុទ្ធតែជារូបទាំងអស់បាទហើយពីរ៉ាមីតនេះខុសពីរចនាបថនៃពីរ៉ាមីតណាទាំងអស់មិនមែនជាភ្នោខ្មោចហើយខុសពីពីរ៉ាមីតណាទាំងអស់របស់ស្រុកអេស៊ីបហើយគ្មានអ្នកណាដឹងថាពីរ៉ាមីតនោះមានអាយុកាលតាំងប៉ុណ្ណាឡើយពីរ៉ាមីតដែលធំដែលល្បីជាងគេនោះឯងឯកសាររបស់ផងលោកយូសែពើបានប្រាប់ថាបន្ទាប់ពីពេលដែលលោកអាដាមបានទទួលការបើកសម្ដែងអំពីព្រះជាអង្គម្ចាស់បាទពួកគេភ័យខ្លាចបាត់បង់ព័ត៌មានសម្រាប់មនុស្សជំនាន់ក្រោយអញ្ចឹងគេបានសង់នៅ two pillar សង់នៅបង្គោលចរិត2បាទហើយកត់ចុះនៅការបើកសម្ដែងទាំងពីរនោះឯងគឺកត់ទុកអំពីការបើកសម្ដែងថាថ្ងៃមួយព្រះនឹងជំនុំជម្រះពិភពលោកដោយទឹកនិងដោយភ្លើងហើយលោកចរិតទុកហើយបាទតាមការសិក្សាបានបង្ហាញយ៉ាងច្បាស់ថាក្រោយពីទឹកជន់លិចដោយសារសំណង់ទាំងពីរនោះសំណង់មួយធ្វើអំពីផ្ទាំងថ្មហើយសំណង់មួយទៀតធ្វើអំពីដីឥដ្ឋដូច្នេះសំណង់ដែលធ្វើអំពីដីឥដ្ឋនោះត្រូវបានបំផ្លាញដោយសារទឹកតែសំណង់ដែលធ្វើអំពីថ្មបានគង់វង្សនៅរហូតដល់ក្រោយទឹកលិចបាទហើយអ្វីដែលគួរឲ្យអស្ចារ្យទៀតនោះឯងលោកយូសែពើបាននិយាយបាទថាបាទបង្គោលទាំងពីរនោះគឺនៅទឹកដីអេស៊ីបបាទស៊ីរីអេតនេះគឺជាទឹកដីអេស៊ីបបាទកាលពីបុរាណបាទនៅក្នុងបាទប្រភពព័ត៌មានដែលយើងបានដកស្រង់អ្វីដែលខ្ញុំបាននិយាយតាំងពីព្រឹកមកគឺនេះគឺជាប្រភពព័ត៌មានប្រវត្តិសាស្ត្ររបស់ជនជាតិយូដាព្រះគម្ពីររបស់លោកយ៉ាសឺហើយព្រះគម្ពីររបស់លោកយ៉ាសឺនេះបាទគឺមានខ្វូតនៅក្នុងព្រះគម្ពីរយើងដែរ
បើលោកណាងប្អូនមើលព្រះគម្ពីរយូស្វេជំពូក10ខ13បានប្រាប់ថារឿងរ៉ាវបាទបានកត់ទុកនៅក្នុងព្រះគម្ពីរយើងផងបានកត់ទុកក្នុងព្រះគម្ពីររបស់ជនជាតិយូដាមួយទៀតហៅថាយ៉ាសឺហើយសាំយូអែលខ្សែទី2ជំពូក1ខ18ក៏បានកត់ទុកបាទហើយនៅក្នុងព្រះគម្ពីរអីគេ The Book of Enoch នេះគឺជាសៀវភៅដែលល្បីបាទមុនចំនួនការប្រសូតរបស់ព្រះយេស៊ូវរយៈពេលប្រមាណ100ឆ្នាំមុនហើយ The Book of Jude បាទហើយព្រះគម្ពីរបាទរបស់លោកយូដាសបើលោកណាងប្អូនមើលក្នុងព្រះគម្ពីរយូដាសព្រះគម្ពីរយូដាសគឺខ្វូតទុកទាំងអស់ពីព្រះគម្ពីរទាំងអស់នេះមកពីឯកសារទាំងអស់នេះសូមចាំថាក្រៅអំពីព្រះគម្ពីរនេះព្រះគម្ពីរនេះអត់ឈរម្នាក់ឯងទេព្រះគម្ពីរនេះមានឯកសារយោង5000សំណេរផ្សេងទៀតដែលហុំព័ទ្ធជុំវិញវាដើម្បីបញ្ជាក់ថាព្រះគម្ពីរនេះជាព្រះគម្ពីរនៃសេចក្តីពិតសភៅទាំងអស់នេះមិនជួយលោកអ្នកបងប្អូនឲ្យបានសង្គ្រោះទេតែវាបានផ្ដល់ព័ត៌មានលោកអ្នកបងប្អូនសម្រាប់ការសិក្សាឲ្យកាន់តែច្បាស់ប៉ុណ្ណោះព្រះគម្ពីរតែមួយគត់ដែលនាំលោកអ្នកបងប្អូនឲ្យបានសង្គ្រោះតែឯកសារទាំងអស់នេះវាជួយឲ្យយើងដឹងថាព្រះគម្ពីរពិតជាពិតប្រាកដរឿងរ៉ាវវាបានកើតឡើងពិតប្រាកដបាទអ្នកណាស្គាល់អ្នកណានេះគឺជាអ្វីដែលយើងគ្រាន់យកមកសិក្សានេះគឺជាព្រះគម្ពីរយ៉ាសឺជំពូក2ខ12ខ13លោកអ្នកបងប្អូនចង់អានគម្ពីរយ៉ាសឺខ្ញុំមានព្រះគម្ពីរយ៉ាសឺជា PDF អ្នកអាចចេះភាសាអង់គ្លេសអាចអានបានបើលោកអ្នកបងប្អូនឃើញជំពូកឃើញខលោកអ្នកបងប្អូនអាចចូលយ៉ាសឺលោកអ្នកបងប្អូនបើកឃើញអក្សរនេះពិតប្រាកដជាបាទយើងឃើញនៅក្នុងអត្ថបទព្រះគម្ពីរយ៉ាសឺបានប្រាប់ថាម៉េចលោកកាណានបាទដឹងដោយប្រាជ្ញារបស់ផងលូតថាព្រះជាម្ចាស់បាទនឹងបំផ្លាញបាទពិភពលោកបាទនេះដោយព្រោះតែអំពើបាបហើយជាមួយគ្នាយ៉ាងម៉េចនៅថ្ងៃចុងបញ្ចប់បាទព្រះជាម្ចាស់នឹងនាំទឹកជំនន់មកនៅក្នុងខ13បានប្រាប់ថាម៉េចបាទនៅថ្ងៃនោះឯងបន្ទាប់ពីលោកកាណានលោកបានដឹងលោកបានសរសេរចុះបាទនៅការបើកសម្ដែងទាំងអស់នេះនៅក្នុងផ្ទាំងថ្មបាទនៅក្នុងផ្ទាំងថ្មហើយផ្ទាំងថ្មនេះឯងលោកបានរក្សាទុកជាកំណប់ទ្របនៅក្នុងគ្រួសាររបស់ផងលោកនេះគឺជាការកត់នៅក្នុងព្រះគម្ពីររបស់ផងលោកយ៉ាសឺខ្ញុំដាក់ភាសាដើមទាំងអស់ខ្ញុំអត់បកជាភាសាខ្មែរទេសម្រាប់ការអ្នកស្រាវជ្រាវបាទតែខ្ញុំបកសម្រាប់លោកអ្នកបងប្អូននៅទីនេះបាទខ្ញុំបកត្រូវមិនត្រូវលោកអ្នកបងប្អូនមើល original នេះព្រះគម្ពីររបស់លោកហេណុកបាទលោកហេណុកបាននិយាយថាម៉េចបាទនេះគឺជាពាក្យដែលប្រកបដោយព្រះពររបស់ផងលោកហេណុកបាទយ៉ាងម៉េច wherewith he blessed the elect and righteousness គឺជាអ្វីដែលលោកបាទឲ្យពរទៅកាន់បាទរិះរើសតាំងព្រមទាំងមនុស្សសុចរិតបាទដែលរស់នៅក្នុងជំនាន់គ្រាវេទនា tribulation គឺចង់និយាយពីគ្រា7ឆ្នាំចុងក្រោយមុនពេលដែលព្រះជាម្ចាស់បាទមកបិទប្រវត្តិសាស្ត្រពិភពលោកហើយបង្កើតរាជ1000ឆ្នាំបាទ when all the weak and godless are be removed គឺជាពេលវេលាមានន័យថា tribulation នោះគ្រាវេទនានោះគឺជាពេលវេលាដែលព្រះអនុញ្ញាតឲ្យកើតឡើងដើម្បីដកពួកមនុស្សមានបាបនិងអ្នកដែលមិនស្គាល់ព្រះចេញពីផែនដីនេះជាអ្វីដែលលោកហេណុកបាននិយាយនៅក្នុងខ2 he took up his parable and said បាទលោកបានបាទប្រៀបធៀបបាទនៅខ្លឹមសារនៃការកត់ត្រារបស់លោកដោយពាក្យប្រៀបធៀបបាទព្រះគម្ពីរបានប្រាប់ថាលោកហេណុកគឺជាបរិសម្នាក់បាទដែលសុចរិតបាទដែលព្រះជាម្ចាស់បើកភ្នែករបស់ផងពតឲ្យបានមើលឃើញបាទនៅអីគេបាទនៅព្រះដែលជាម្ចាស់ឋានសួគ៌កន្លែងនេះគេអត់ហៅព្រះយេស៊ូវទេគេហៅតែ the holy one in heaven គឺសំដៅទៅលើព្រះយេស៊ូវណាបាទហើយលោកបានប្រាប់ថាទេវតាបានឲ្យលោកបានឃើញណា and from them I heard everything មានន័យថាម៉េចបាទតាមរយៈទេវតាដែលបើកសម្ដែងលោកហេណុកនោះឯងទេវតាបានប្រាប់ហេណុកគ្រប់រឿងទាំងអស់ចាប់តាំងពីថ្ងៃនោះរហូតដល់ថ្ងៃចុងក្រោយគាត់ដឹងទាំងអស់រឿងរ៉ាវបាទ from them I understood and I saw បាទតាមរយៈទេវតាបានបើកសម្ដែងនោះឯងគាត់បានយល់ហើយគាត់បានឃើញ but not for his generation គាត់ប្រាប់ថាមិនមែនចំនួនគាត់ទេព័ត៌មានដែលព្រះឲ្យគាត់ឃើញមិនមែនចំនួនគាត់ទេតែចំនួនចុងក្រោយគឺចំនួនយើងនេះឯងបាទ but for a remote one which is for to come មានន័យថាបាទនៅក្នុងសម័យកាលមួយដ៏ឆ្ងាយផ្សេងទៀតដែលឆ្ងាយដែលបាទដែលការនោះនឹងត្រូវមកដល់ហើយខ្ញុំជឿថានេះគឺជាសម័យកាលចុងក្រោយដែលព្រះគម្ពីរបានប្រាប់បាទអញ្ចឹងលោកហេណុកលោកបានសរសេរទុកហើយប្រាប់គាត់ប្រាប់ថាគាត់បានឃើញតែមិនមែនសម្រាប់គាត់ទេសម្រាប់មនុស្សនៅសម័យកាលចុងក្រោយបាទ concerning that the elect I said
and took up my parable concerning them អញ្ចឹងលោកបានតែងនៅបទនិពន្ធនេះឡើងនៅក្នុងព្រះគម្ពីររបស់ផងលោកបាននៅក្នុងហេណុកជំពូក1ខ1ខ2នេះសម្រាប់មនុស្សដែលរស់នៅក្នុងគ្រាវេទនាបាទគឺអីគេសំដៅទៅលើសប្តាហ៍ទី70នៅក្នុងគ្រួសារយ៉ាកុបយើងហៅថា the time of Jacob trouble បាទឬគ្រាវេទនាដែលនឹងត្រូវមកដល់បាទឥឡូវនេះនៅក្នុងព្រះគម្ពីរហេណុកជំពូកទី68ខ1លោកក៏បាននិយាយផងដែរណា and after my grandfather Enoch gave me the teaching all the secret in the book in parable which had been given to him បាទនេះគឺជាអ្វីដែលបានកត់ទុកក្នុងព្រះគម្ពីរហេណុកបានប្រាប់ថាហេណុកដែលត្រូវជាបុព្វបុរសរបស់លោកណូអេគាត់បានហុចបន្តនៅការបើកសម្ដែងមកកាន់លោកណូអេនោះជាអ្វីដែលខ្ញុំចង់ប្រាប់ថាពួកគេមិនមែនស្គាល់នេះទេហើយគេបានរក្សាសភៅរឿងនេះគេបានរក្សាដំណើរនៃការបើកសម្ដែងតគ្នាដូចជាអ្វីដែលពួកហោរាបានឃើញហើយគេកត់តទុកមកឲ្យយើងលោកយូហានបានឃើញនៅក្នុងវិវរណៈហើយកត់តទុកមកឲ្យយើងជំនាន់2000ឆ្នាំក្រោយគឺហុចបន្តពួកគេបានហុចបន្តគ្នាបាទនៅក្នុងព្រះគម្ពីរយ៉ាសឺជំពូក3ខ14បានប្រាប់ថាម៉េចបាទនៅបាទឆ្នាំទី50បាទ6ណារបស់នៃអាយុរបស់លោកឡាមេកបាទគឺជាពេលវេលាដែលលោកអាដាមលោកបានស្លាប់បាទដែលលោកបានស្លាប់នៅក្នុងអាយុ930ឆ្នាំបាទកូនប្រុសទាំងពីររបស់លោកអាដាមរួមទាំងលោកហេណុកនិងលោកម៉ូធូសាឡាជាអ្នកធ្វើបុណ្យសពឲ្យលោកអាប់រ៉ាហាំអាដាមអញ្ចឹងយ៉ាងម៉េចមានន័យថាកាអ៊ីនហើយនឹងសេតហេណុកដែលជាមនុស្សចំនួនទី7ហើយនឹងម៉ូធូសាឡាដែលជាមនុស្សចំនួនទី8ពួកគេត្រូវបានទទួលបញ្ជាពីព្រះជាអម្ចាស់ដើម្បីឲ្យរៀបសពលោកបាទធ្វើពិធីបុណ្យសពឲ្យលោកអាដាមបាទព្រះគម្ពីរបាននិយាយបាទណា bury him with a grain palm មានន័យថាម៉េចបាទបញ្ចុះលោកនៅក្នុងអីគេនៅក្នុងវិមានដ៏អស្ចារ្យបាទដូចជាពួកស្ដេចអញ្ចឹងយើងឃើញព្រះគម្ពីរបានបង្គាប់ប្រាប់ថាឲ្យរៀបចំភ្នូរអាដាមឲ្យបានឡើងល្អទុកដូចជាពូជស្ដេចពីព្រោះគាត់ជាមនុស្សមុនគេនៅលើផែនដីនេះបាទហើយយើងឃើញនេះគឺជាអ្វីដែលព្រះគម្ពីរបានសម្ដែងឥឡូវនេះសូមមើលទៅកាន់ព្រះគម្ពីរលោកុបាទជំពូក5ខ21រហូតដល់ខ25ហេណុកអាយុបាន65ឆ្នាំគាត់បានបង្កើតម៉ូធូសាឡារួចក្រោយដែលបានបង្កើតម៉ូធូសាឡាគាត់ក៏ដើរជាមួយព្រះអស់300ឆ្នាំទាំងបង្កើតបានកូនប្រុសកូនស្រីតទៅអាយុហេណុកទាំងអស់បាន365ឆ្នាំបាទ65ឆ្នាំហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេពីព្រោះព្រះទ្រង់បានលើកគាត់ទៅបាទហើយនៅក្នុងព្រះគម្ពីរហេព្រើរជំពូក11ខ5ក៏បាននិយាយដោយសារសេចក្តីជំនឿហេណុកបានឡើងទៅលើមិនបានឃើញសេចក្តីស្លាប់ឡើយហើយគេរកគាត់មិនឃើញទៀតពីព្រោះព្រះបានយកគាត់ទៅត្បិតកាលមុនដែលលោកបានយកគាត់ទៅនោះមានសេចក្តីបន្ទាល់ពីគាត់ថាព្រះទ្រង់សពប្រតិនឹងគាត់ណានៅអាយុ65នៅពេលដែលលោកហេណុកបានទទួលការបើកសម្ដែងអំពីព្រះថាពងនឹងជំនុំជម្រះហេណុកបានបោះបង់អ្វីចោលទាំងអស់ហើយចាប់ផ្ដើមបម្រើព្រះជាអម្ចាស់ហើយគាត់ដើរជាមួយព្រះអស់300ក្នុងការប្រកាសពីព្រះរាជសាររបស់ព្រះបាទហើយទីបញ្ចប់បាទ300ឆ្នាំក្រោយមកបូកនឹងអាយុ65ឆ្នាំមុនពេលដែលគាត់ស្គាល់ព្រះជាម្ចាស់អាយុគាត់ទាំងអស់គឺ365ឆ្នាំគឺជាថ្ងៃពេលវេលាដែលព្រះជាអម្ចាស់បានលើកគាត់ឡើងទៅឋានសួគ៌ការលើកឡើងទៅឋានសួគ៌របស់ផងលោកហេណុកបញ្ជាក់យើងនៅរឿងពីរទី1បានបង្ហាញប្រាប់ថាអស់អ្នកណាដែលទន្ទឹងរង់ចាំព្រះដ៏រស់អស់អ្នកណាដែលអីគេអស់អ្នកណាដែលទន្ទឹងរង់ចាំព្រះដ៏រស់អស់អ្នកណាដែលបម្រើព្រះជាអម្ចាស់ថ្ងៃមួយបាទគេនឹងមិននៅលើផែនដីទៀតឡើយទី2យើងឃើញការលើកឡើងរបស់លោកហេណុកគឺជាស្រមោលបាទដែលព្រះជាអម្ចាស់បានកត់ទុកនៅក្នុងព្រះបន្ទូលព្រះអង្គអំពីការលើកឡើងរបស់សាសដទៃសូមចាំមនុស្សពីរនាក់មួយគឺលោកហេណុកបាទលោកហេណុកនេះគឺជានិមិត្តរូបនៃសាសដទៃដែលត្រូវបានព្រះជាអម្ចាស់លើកឡើងទៅមុនពេលទឹកជន់លិចលោកណូអេគឺជានិមិត្តរូបនៃជនជាតិអ៊ីស្រាអែលដែលពួកគេត្រូវបានព្រះថែរក្សាការពារជាពិសេសនៅក្នុងកំឡុងពេលថ្ងៃចុងក្រោយអាមែនដូច្នេះហើយបានជានៅពេលដែលយើងនិយាយយើងឃើញយ៉ាងម៉េចដែរយើងឃើញព្រះជាអម្ចាស់នៅក្នុងអត្ថបទព្រះគម្ពីរវិវរណៈបានបង្ហាញថាព្រះនឹងការពារថែរក្សាដល់ប្រជាជនអ៊ីស្រាអែល
យ៉ាងពិសេសផងដែរនៅក្នុងអត្ថបទព្រះគម្ពីរវិវរណៈជំពូក11យើងឃើញថាហោពីរនាក់ដែលចុះមកបម្រើព្រះអស់រយៈពេល1260ថ្ងៃនៅក្រុងយេរូសាឡិមបាទមានការកាត់ស្រាយកាលពីដើមគ្រូចាស់ជាច្រើនបានបង្រៀនថាជាលោកហេណុកប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថាមិនមែនជាហេណុកនិងអេលីយ៉ាទេគឺជាម៉ូសេនិងអេលីយ៉ាពីព្រោះលោកហេណុកជាស្រមោលនៃសាសដតីគាត់មិនមែនជាជនជាតិយូដាឡើយពីព្រោះគាត់គឺជាមនុស្សចំនួនទី7តាំងពីអាដាមតាំងពីមុនពេលយូដាកើតម្លេះបាទដូច្នេះគាត់មិនមែនជាម្នាក់ក្នុងចំណោមអ្នកទាំងពីរនោះឡើយបាទប្រហែលជាលោកណាងប្អូនសួរថាចុះគាត់អត់ទាន់ស្លាប់អានោះទុកឲ្យព្រះដោះស្រាយជាមួយគាត់ប៉ុន្តែគាត់គឺជាស្រមោលនៃការលើកឡើងរបស់សាសដតីបាទសូមមើលបន្តទៅទៀតអ្វីដែលធ្វើឲ្យលោកហេណុកពិសេសនោះគឺលោកជាហោរាដំបូងគេក្នុងចំណោមមនុស្សជាតិដែលបានប្រាប់ទុកជាមុននៅអ្វីដែលនឹងត្រូវកើតឡើងដល់ប្រជាជាតិបាទនៅក្នុងព្រះគម្ពីរយូដាលោកណាងប្អូនឃើញយូដាគឺជាអ្វីដែលលោកយូដាបានខ្វូតពីលោកហេណុកឥឡូវខ្ញុំបង្ហាញព្រះគម្ពីរយូដាដែលនៅក្នុងព្រះគម្ពីរយើងយូដានិយាយថាម៉េចហេណុកជាមនុស្សដំណរទី7ពីលោកអាដាមគាត់បានឃើញគាត់បានទាយពីមនុស្សទាំងនោះថាព្រះអង្គម្ចាស់នឹងយាងមកនៅកណ្ដាលពួកបរិសុទ្ធទាំងសល់សែននេះគឺជាខ4នៅក្នុងព្រះគម្ពីរយូដាដើម្បីនឹងកាត់ទោសដល់មនុស្សទាំងឡាយហើយនឹងរំលឹកពួកថ្មិលល្មើសទាំងអំបានបានឲ្យដឹងខ្លួនពីគ្រប់ទាំងការថ្មិលល្មើសដែលគេបានប្រព្រឹត្តធ្វើដោយចិត្តល្មើសហើយពីអស់ទាំងសេចក្តីរឹងទទឹងទាំងប៉ុន្មានដែលពួកមនុស្សថ្មិលល្មើសដ៏មានបាបទាំងនេះបានពោលទាស់តើលោកយូដាគាត់សរសេរដោយខ្លួនគាត់អត់ទេគាត់យកទាំងអស់ពីព្រះគម្ពីរហេណុកមកដើម្បីបញ្ចូលទៅក្នុងសំណេរគាត់នេះគឺជាអត្ថបទដើមនៃអត្ថបទដែលយើងខ្វូតពីព្រះគម្ពីរហេណុកមកមិញបាទគឺគាត់យកអត្ថបទដើមទាំងអស់ពីព្រះគម្ពីរហេណុកមកចឹងហើយបានជាឯកសារទាំងអស់នេះជាឯកសារមួយដែលយើងអាចយកមកធ្វើការសិក្សាបាទនៅក្នុងព្រះគម្ពីរវិវរណៈជំពូក19ខ1រហូតដល់ខ9បាននិយាយយ៉ាងដូចនេះលោកយ៉ូហានបាននិយាយថាក្រោយនោះខ្ញុំបានឮសំឡេងយ៉ាងខ្លាំងរបស់មនុស្សមួយហ្វូងដ៏ធំនៅស្ថានសួគ៌ថាហាឡេលូយ៉ាសេចក្តីសង្គ្រោះសេរីល្អនិងប្រជាស្ដានោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយត្បិតសេចក្តីជំនុំជម្រះរបស់ទ្រង់សុទ្ធតែពិតត្រង់ហើយសុចរិតទាំងអស់ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំដែលបង្ខូចផែនដីដោយការកំផិតរបស់វាទ្រង់ក៏សងសឹកដោយព្រោះឈាមពួកបាវបម្រើរបស់ទ្រង់ដែលវាបានកំចាយខ3ពួកនោះក៏ពោលពាក្យម្ដងទៀតថាហាឡេលូយ៉ាហើយផ្សែងវាក៏ហុយឡើងនៅអស់កាលជានិច្ចរៀងរៀបតទៅខ4ពួកចាស់ទុំទាំង24និងតួមានជីវិតទាំង4ក៏ទម្លាក់ខ្លួនក្រាបថ្វាយបង្គំចំពោះព្រះដែលគង់នៅលើបល្ល័ង្កបាទរួចមានសម្លេងចេញពីបល្ល័ង្កមកថាអស់ទាំងបាវបម្រើទ្រង់និងពួកអ្នកដែលកោតខ្លាចទ្រង់ទាំងធំទាំងតូចអើយចូលសរសើរដល់ព្រះនៃយើងរាល់គ្នាចុះនោះខ្ញុំឮសូរដូចជាសម្លេងនៃមនុស្សមួយហ្វូងធំដូចសូរទឹកច្រើនហើយដូចសូរពលលាន់យ៉ាងខ្លាំងថាហាឡេលូយ៉ាត្បិតព្រះម្ចាស់ដ៏ជាព្រះដែលមានប្រជាស្ដារបំផុតទ្រង់សោយរាជឡើងហើយខ7ចូលឲ្យយើងអរសប្បាយហើយរីករាយឡើងទាំងថ្វាយសេរីល្អដល់ទ្រង់ចុះត្បិតបានដល់ពេលវិវាហៈមង្គលកូនជាមនិងភរិយាទ្រង់បានរៀបខ្លួនជាស្រេចទ្រង់ប្រទានឲ្យនាងមានស្លៀកពាក់សម្ពុតទេសយ៉ាងម៉ត់ស្អាតហើយភ្លឺត្បិតសម្ពុតទេសយ៉ាងម៉ត់នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធទេវតាក៏ប្រាប់មកខ្ញុំថាចូលសរសេរថាមានពរហើយអស់អ្នកណាដែលព្រះបានហៅមកបរិភោគការកូនជាមក៏និយាយមកខ្ញុំទៀតថានេះជាព្រះបន្ទូលពិតរបស់ព្រះជាអម្ចាស់ហេតុអីបានជាព្រះមានបន្ទូលថាអ្នកដែលចូលទៅបរិភោគវិវាហៈមង្គលកូនជាមជាអ្នកមានពរពីព្រោះអ្នកនោះសុទ្ធតែជាកូនកំមុំព្រះម្ចាស់ទាំងអស់អ្នកនោះសុទ្ធតែបានទទួលសេចក្តីសង្គ្រោះអ្នកនោះទៅដល់ឋានសួគ៌ហើយបានជាអាចទៅបរិភោគបានបាទប៉ុន្តែមិនមែនទាំងអស់គ្នាឡើយក្រឹមថុកខ្សែទី2ចំពោះ13បានប្រាប់ថាបាទគ្រប់ការទាំងអស់នឹងបានសម្រេចដោយសារស្មោបន្ទាល់2ឬ3នាក់ឥឡូវនេះខ្ញុំចង់បង្ហាញជូនលោកអ្នកបងប្អូននៅក្នុងព្រះគម្ពីរក៏តាមរយៈវប្បធម៌អ៊ីស្រាអែលនៅពេលដែលយើងចង់ប្តឹងឬធ្វើបន្ទាល់ពីអ្នកណាម្នាក់ក៏គេអត់យក3នាក់ក៏គេអត់យកគេយកតែមួយគូទេបាទហើយរឿងទាំងអស់តាក់ទងនឹងព្រះគម្ពីរទាំងអស់បាទសូមមើលកាលណានិយាយអំពី2នាក់
បាទយើងឃើញម៉ូសេនឹងអឺរ៉ុនដែលជាបងប្រុសគាត់ក៏ធ្វើការជាមួយគ្នាម៉ូសេនឹងយូស្វេបាទមកគូដែរបាទអីគេបង្គោលភ្លើងហើយនឹងបង្គោលពពកមកគូដែរបាទយូស្វេនឹងកាឡែបមកគូដែរបាទលោកពេត្រុសនិងលោកយូហានមកគូដែរពួកគាត់បាទទេវតា2បាទដែលនៅឯភ្នោនៅដែលបានប្រាប់ពួកស្ត្រីថាព្រះបានរស់ឡើងវិញហើយ2ដែរសិតតែ2មែនទេបាទដែលបុរស2នាក់ដែលបានឈរនៅក្បែរពួកសាវកនៅថ្ងៃដែលបានលើកព្រះយេស៊ូវទៅឋានសួគ៌បាទហើយអីគេយើងឃើញព្រះវិញ្ញាណបរិសុទ្ធហើយនឹងបាទភរិយារបស់ផងកូនក្រមុំព្រះយេស៊ូវ2ដូចគ្នាបាទនេះគឺជាអ្វីដែលព្រះបន្ទូលរបស់ផងប្រងបានបង្ហាញថាគ្រប់ទីបន្តគឺជាសេចក្តីពិតព័ត៌មានសម្រាប់10ជំនាន់នេះគឺជាអ្វីដែលខ្ញុំសង្ខេបពីអ្វីដែលយើងបានរៀនបាទទី1គឺអីគេអាដាមលោកបានដឹងយ៉ាងច្បាស់អំពីទឹកលិចហើយលោកបានធ្វើការប្រមានយ៉ាងច្បាស់លាស់ហើយថ្ងៃនេះផងដែរនៅក្នុងអត្ថបទព្រះបន្ទូលខ្ញុំក៏បានរំលឹកលោកអ្នកបងប្អូនដែរដែលអាដាមលោកបានទទួលការបើកសម្ដែងអំពីទឹកលិចហើយលោកបានប្រមានដល់គ្រប់ជំនាន់ហើយថ្ងៃមួយឡើងកើតឡើងពិតប្រាកដនៅក្នុងអត្ថបទព្រះគម្ពីរបានប្រមានជាង500សារបាទស្ដីអំពីការយាងមកវិញជាលើកទី2របស់ព្រះគ្រីស្ទបាទតើពួកជំនុំប្រមាណអ្នកយកចិត្តទុកដាក់ហើយត្រៀមខ្លួនបាទពីព្រោះថ្ងៃនោះនឹងមកដល់ពិតប្រាកដអាមែនទី2បាទយើងឃើញមនុស្ស10ជំនាន់គេបានហុចបន្តដំណឹងល្អនៃការបើកសម្ដែងចាប់តាំងពីលោកអាដាមរហូតដល់លោកណូអេបាទអស់រយៈពេល2000ឆ្នាំហើយដែលពួកសាវកនិងអ្នកបម្រើប្រងបានហុចបន្តគ្នាអស់ជាច្រើនជំនាន់បាទហើយតែងអ្នកទាំងអស់នោះតែងតែរំលឹកប្រាប់ថាថ្ងៃមួយព្រះនឹងយើងមកលើកទី2បាទតើយើងទាំងអស់គ្នាបានដឹងរឿងនោះដោយច្បាស់លាស់ឬទេហើយតើយើងឆ្លើយតបយ៉ាងណាដែរទៅកាន់រឿងទាំងអស់នោះបាទចំណុចសំខាន់ទី3យើងឃើញយ៉ាងម៉េចដែរបាទបានបង្ហាញយ៉ាងច្បាស់អំពីមរណភាពរបស់លោកម៉ូធូសាឡាបាទពួកអ្នកអត់ជឿគេដឹងរឿងនេះគេថាម៉េចបាទគេថាក្រោយពីលោកម៉ូធូសាឡាបានស្លាប់ទៅព្រះនឹងជំនុំជម្រះផែនដីប៉ុន្តែនៅពេលដែលលោកម៉ូធូសាឡាបានស្លាប់ទៅហើយលោកណូអេបានចាប់ផ្ដើមធ្វើបុណ្យឲ្យលោកម៉ូធូសាឡាផែនដីអត់មានទឹកអត់មានអីកើតឡើងសោះដូច្នេះពួកអ្នកជឿថាអូឈប់ជឿពួកអជឿយេស៊ូវអូឈប់ជឿអាពួកហ្នឹងអត់បានកើតទេបាទវាថាម៉ូធូសាឡាស្លាប់ទៅបាទហើយព្រះនឹងជំនុំជម្រះផែនដីឥឡូវម៉ូធូសាឡាបាទស្លាប់បាត់ពួកអ្នកជឿឃើញតែងាប់បន្តប៉ុន្តែបាទអត់មានអ្វីកើតឡើងសោះប៉ុន្តែមិនយូរប៉ុន្មាន7ថ្ងៃក្រោយមកទឹកបានមកពិតប្រាកដតើលោកអ្នកបងប្អូនរាប់សេចក្តីជូនដំណឹងថាជាការពុតផលឬយ៉ាងម៉េចតើបានទេហើយខ្ញុំជឿដូចគ្នានៅពេលថ្ងៃនេះបាទព្រះបន្ទូលរបស់ព្រះបានរំលឹកលោកអ្នកបងប្អូនអំពីការយាងមកនិងការជំនុំជម្រះពិភពលោកប្រហែលជាលោកអ្នកបងប្អូននឹងមានអរិយាប័ត្រដូចជាមនុស្សដែលឈរសើចនៅពេលដែលឃើញម៉ូធូសាឡាស្លាប់បាទអីដាក់ឈ្មោះសិតថាម៉ូធូសាឡានៅថ្ងៃវាស្លាប់បាទព្រះនឹងនាំការជំនុំជម្រះមិនក៏មិនឃើញប៉ុន្តែទីបញ្ចប់តើសេចក្តីពិតជារបស់អ្នកណាជារបស់ផងព្រះចង់ម្ចាស់នៅថ្ងៃនេះផងដែរខ្ញុំចង់រំលឹកប្រាប់លោកអ្នកបងប្អូនបាទពេលវេលារបស់ខ្ញុំហើយលោកអ្នកបងប្អូនប្រហែលជាពេលវេលាដែលអ្នកដទៃកំពុងតែសើចពីព្រោះលោកម៉ូធូសាឡាបានស្លាប់បាត់ទៅហាក់បីដូចជាមិនទាន់មានអ្វីកើតឡើងប៉ុន្តែខ្ញុំប្រាប់មិនយូរឡើយបាទលោកអ្នកបងប្អូននឹងឃើញការនេះដោយភ្នែកស្រស់ចំណុចសំខាន់ទី4លោកហេណុកបានបើកសម្ដែងឲ្យឃើញពីអាតកំបាំងស្ថានសួគ៌ហើយបានដាក់ឈ្មោះឲ្យកូនគាត់ថាម៉ូធូសាឡាចឹងម៉ូធូសាឡាគឺជាកូនលោកហេណុកមានន័យថាសេចក្តីស្លាប់បាននាំមកនៅការជំនុំជម្រះបាទដូច្នេះតកតងទៅនឹងអ្វីដែលយើងបានរៀនជាមួយគ្នានៅថ្ងៃនេះបាទយើងឃើញបុរស2នាក់គឺលោកម៉ូធូសាឡានិងលោកណូអេដែលជាមនុស្សសុចរិតលោកបានអធិប្បាយអស់120ឆ្នាំបាទអស់120ឆ្នាំដើម្បីនាំមកនៅការប្រែចិត្តប៉ុន្តែចាប់តាំងពីថ្ងៃព្រះគ្រីស្ទសុគតហើយរស់ឡើងវិញមនុស្សបានអធិប្បាយអស់2000ឆ្នាំរួចហើយស្ដីពីការនោះតើលោកអ្នកបងប្អូនគិតថាពេលវេលានៅសល់យូរប៉ុណ្ណាទៀតបាទនេះគឺជារឿងពិតប្រាកដខ្ញុំបានរកឃើញថាហេតុអីបានជាគេប្រាប់ថាលោកណូអេធ្វើទូកអស់120ឆ្នាំបាទពីព្រោះព្រះជាម្ចាស់បានត្រាស់ហៅលោកណូអេចាប់តាំងពីលោកមានអាយុ480ឆ្នាំម្លេះការត្រាស់ហៅទី1មុនពេលត្រាស់ហៅធ្វើទូកត្រាស់ហៅណូអេយកប្រពន្ធហើយបង្កើតកូនគឺនៅពេលដែលអាយុណូអេ480ឆ្នាំនៅពេលអាយុ500បានជាព្រះជាម្ចាស់បានប្រាប់គាត់ថាឲ្យធ្វើទូកដូច្នេះហើយព្រះគម្ពីរយើងកត់ទុកអាយុ500សរុបទៅបានតែ100វាបាត់20ឆ្នាំព
ពីព្រោះ20ឆ្នាំមុននេះគឺជាពេលវេលាដែលគាត់បង្កើតគ្រួសាររឿងនេះដូចគ្នាជាមួយនឹងអីគេជាមួយនឹងរឿងកូនចៅអ៊ីស្រាអែលដែលរស់នៅស្រុកអេស៊ីបកាពីខ្លះថាកូនចៅអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប400ឆ្នាំកាពីខ្លះថាកូនចៅអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប430ឆ្នាំតើមួយណាការពិតទាំងពីរយើងកូនចៅអ៊ីស្រាអែលរស់នៅ430ឆ្នាំគិតចាប់តាំងពីថ្ងៃដែលគេលក់យូសែបចូលស្រុកអេស៊ីបចាប់តាំងពីថ្ងៃដែលបងលក់យូសែបហើយយូសែបទៅជន់ស្រុកអេស៊ីបថ្ងៃណានោះគេ count down 430ឆ្នាំក្រោយមកព្រះរំដោះជនជាតិអ៊ីស្រាអែលចេញចុះ400ឆ្នាំគេគិតពីថ្ងៃដែលលោកយ៉ាកុបបានស្លាប់ពេលដែលគាត់ទៅដល់ស្រុកអេស៊ីបក៏រស់នៅបានជាង17ឆ្នាំក្រោយគាត់ស្លាប់ហើយបាទសរុបពេលដែលគាត់ស្លាប់នោះគេ count down 400ឆ្នាំក្រោយមកដូច្នេះ120ឆ្នាំគឺគេរាប់ពីថ្ងៃដែលព្រះមានបន្ទូលប្រាប់ណូអេយកប្រពន្ធឲ្យបង្កើតកូនពីព្រោះអញនឹងប្រើគ្រួសារឯងដើម្បីនាំសេចក្តីសង្គ្រោះសម្រាប់ផែនដីទាំងមូលបាទហើយតាមឯកសារបានប្រាប់ថាកូនទាំង3គឺអាយុស្មើគ្នាទាំង3ពីព្រោះកូនទាំង3ជាកូនភ្លោះគាត់ប្រពន្ធគាត់បង្កើតតែកូនភាសាហ្នឹងហើយ3ហ្នឹងតែម្ដងបាទនេះជាអ្វីដែលព្រះគម្ពីរបានប្រាប់បាទឥឡូវនេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនគិតពិចារណាឡើងវិញតើលោកអ្នកបងប្អូនបានរៀនអ្វីខ្លះតាក់ទងនឹងភាគទី1ស្ដីអំពីលោកណូអេភាគទី1នេះគឺខ្ញុំគ្រាន់តែនាំលោកអ្នកបងប្អូនបានចាប់ដើមមើលឲ្យយល់ឃើញព័ត៌មានជាទូទៅដើម្បីឲ្យដឹងថាមនុស្សទាំងអស់បាទគឺមនុស្សទាំង10ជំនាន់ដូចគ្នាគេស្គាល់គ្នាមនុស្សទាំង10ជំនាន់ទទួលការបើកសម្ដែងហើយក៏ហុចបន្តដំណឹងល្អតគ្នាហើយអ្វីដែលខ្ញុំចង់រំលឹកលោកអ្នកបងប្អូនបាទអ្វីដែលពួកគេបានហុចបន្តពីចំនួនមួយទៅកាន់ចំនួនមួយពិតប្រាកដថ្ងៃមួយវានឹងកើតឡើងពិតប្រាកដហើយខ្ញុំជឿថាអ្វីដែលព្រះបន្ទូលរបស់ផងព្រះបានហុចបន្តចាប់តាំងពីពួកសាវកដំបូងរហូតមកដល់ចំនួនយើងវានឹងកើតឡើងពិតប្រាកដដូចគ្នាផងដែរនៅថ្ងៃមួយហើយខ្ញុំជឿថាថ្ងៃនោះជិតមកដល់ហើយបាទលោកអ្នកបងប្អូននឹងរស់នៅក្នុងចំនួនចុងក្រោយដោយដែលព្រះបន្ទូលរបស់ផងព្រះបានបើកសម្ដែងផងដែរ